ជាម្ដងចង់ហាត់យកក្បាលពោះស្អាតប៉ុន្តែដឹងហាត់ក្បាលអីគេចឹងថ្ងៃនេះខ្ញុំចេញបង្ហាត់ងាយៗអ្នកនរគ្នាយកទៅអនុវត្តបានអូខេសម្រាប់ក្បាច់ទី1អ្នកនរគ្នាដាក់ដៃទប់ជាមួយក្បាលចឹងមកចឹងយើងព្យាយាមបដោតទៅលើចង្កេះចំហៀងធ្វើមិនឲ្យកែងដៃជាមួយនឹងជង្គង់ចិត្តប៉ះគ្នាហើយយើងធ្វើទាំងសងខាងក្នុងមួយខាងយើងអាចធ្វើចន្លោះពី20ដងទៅ30ដងធ្វើឲ្យបាន3ជុំទៅ4ជុំទី2យើងរកកន្លែងកាន់បើសិនជាអ្នកនរគ្នានៅតែអាចកាន់ជាមួយនឹងជាងចឹងណាហើយយើងក៏ពាត់ជើងទៅក្រោយដូចក្នុងវីដេអូអញ្ចឹងហើយឲ្យវាតឹងជាមួយនឹងក្បាលពោះយើងបានល្អរួចក៏ធាក់ចង្កេះឡើងដើម្បីឲ្យសាច់វាបុកចូលគ្នាហើយឲ្យដៃយើងជាមួយនឹងជើងយើងជិតប៉ះគ្នាចឹងបានវាចូលចង្កេះចំហៀងបានល្អអញ្ចឹងក្នុងមួយខាងអ្នកនរគ្នាធ្វើឲ្យបាន20ដងទៅ30ដងហើយធ្វើឲ្យបាន3ជុំឬក៏4ជុំចូលដល់ក្បាច់ទី3គឺយើងអស់ខ្វែងចឹងអ្នកនរគ្នាដាក់ជើងបើរៀងធំហើយក៏ពាត់ទៅក្រោយបន្តិចដៃយើងប៉ះជាមួយនឹងក្បាលយើងខ្វែងខ្លួនបន្តិចមកដើម្បីឲ្យតឹងជាមួយនឹងក្បាលពោះអុកកែងដៃជាមួយនឹងជង្គង់ឲ្យប៉ះគ្នាចឹងអ្នកនរគ្នាព្យាយាមធ្វើមួយដូចក្នុងវីដេអូអញ្ចឹងពេលយើងអុកចូលយើងរៀងស្គប់បន្តិចសំខាន់យើងធ្វើមួយតែចូលបានល្អហើយយើងធ្វើសងខាងក្នុងមួយខាងរាល់បាន20ដងទៅ30ដងក្បាច់ចុងក្រោយគេគឺដូចពីរក្នុងពេលតែមួយចឹងយើងយកកែងដៃប៉ះជង្គង់ផងហើយប៉ះចុងជើងផងចឹងក្នុងមួយខាងយើងរកបាន20ដងដូចគ្នាធ្វើឲ្យបាន4ជុំហើយកុំភ្លេចធ្វើទាំងសងខាងមានចង្អុលអីបងអាចខមមិនខាងក្រោមវីដេអូបានខ្ញុំនឹងព្យាយាមចេញវីដេអូជូនអរគុណសម្រាប់ការទស្សនាបាយបាយ